ឆ្នាំជូតរាសីមធ្យមលេខសំណាងគឺលេខ917ពណ៌សំណាងគឺពណ៌សបាទរាសីគឺមធ្យមណាឆ្នាំជូតអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំជូតសូមលោកអ្នកខមមិនលេខ917ហើយ share នៅវីដេអូលោកគ្រូដាក់លេខ917ហើយស្អែកបើសិនជាអាចលោកអ្នកដែលកើតឆ្នាំជូតសូមពាក់អាវពណ៌សណាសូមពាក់អាវពណ៌សណាបាទកូនចៅដែលកើតឆ្នាំជូតអញ្ចឹងលោកអ្នកដែលកើតឆ្នាំជូតលេខសំណាងគឺលេខ917ពណ៌សំណាងពណ៌សសូមឲ្យកូនចៅដែលកើតឆ្នាំជូតខមមិនលេខ917ហើយ share នៅវីដេអូលោកគ្រូដាក់លេខ917ពណ៌សំណាងគឺពណ៌សលោកអ្នកដែលកើតនៅឆ្នាំជូតនៅថ្ងៃស្អែកនេះគឺកិច្ចការងារលក់ដូររកស៊ីប្រកបអាជីវកម្មផ្សេងគឺបានល្អប្រសើរបាទបានល្អប្រសើរគឺលក់ដាច់ហើយក៏ធ្វើការអីគឺល្អណាទាំងអ្នកធ្វើការទាំងអ្នកលក់ដូររកស៊ីទាំងអ្នកធ្វើអីក៏ដោយគឺថាល្អជោគជ័យហើយក៏សប្បាយចិត្តហើយក៏រីករាយហើយក៏ជោគជ័យរីកចម្រើនណាបាទការងារលក់ដូររកស៊ីការងារប្រកបរបរអាជីវកម្មអីទាំងអស់ហ្នឹងគឺរលូនជោគជ័យឆ្នាំជូតអត់មានអីទេប៉ុន្តែមានចំណុចមួយចំនួនដែលត្រូវឲ្យមានការប្រុងប្រយ័ត្នសម្រាប់កូនចៅដែលកើតនៅឆ្នាំជូតបាទមានការប្រយ័ត្នដែរណាមិនមែនអត់ប្រយ័ត្នទេអ្នកដែលកើតឆ្នាំជូតនៅថ្ងៃស្អែកនេះគឺសូមឲ្យមានការប្រុងប្រយ័ត្នគឺប្រយ័ត្នមានរឿងក្តៅក្រហាយប្រយ័ត្នមានរឿងក្តៅក្រហាយកើតឡើងបាទប្រយ័ត្នមានរឿងក្តៅក្រហាយកើតឡើងនៅក្នុងក្រុមគ្រួសារឬមួយក៏ក្តៅក្រហាយចំពោះខ្លួនឯងចឹងស្អែកយកធម៌តិចធម៌ខន្តីយកមកដាក់នៅក្នុងខ្លួនកុំតវ៉ាកុំតបតខ្លាចរឿងតូចប្រែទៅជារឿងធំក្រែងមានបញ្ហាណាមួយកើតឡើងក្រែងមានរឿងរ៉ាវកើតឡើងដែលយើងនឹកស្មានមិនដល់អញ្ចឹងកូនចៅដែលកើតនៅឆ្នាំជូតហ្នឹងគឺសូមលោកអ្នកប្រយ័ត្នប្រយែងណាសូមលោកអ្នកប្រយ័ត្នប្រយែងពីព្រោះថាស្អែកហ្នឹងថ្ងៃ16ខែឧសភាហ្នឹងគេថាប្រយ័ត្នមានរឿងក្តៅក្រហាយកើតឡើងនៅក្នុងក្រុមគ្រួសារប្រយ័ត្នមានរឿងក្តៅក្រហាយកើតឡើងនៅក្រុមគ្រួសារប្រយ័ត្នឲ្យមែនតើណាបាទអញ្ចឹងតិចចិត្តអញ្ចឹងធ្វើម៉េចតិចចិត្តណាកុំចិត្តក្តៅតែចិត្តក្តៅគឺអត់បានទេអញ្ចឹងសូមលោកអ្នកខមមិនលេខសំណាងគឺលេខ917ហើយ share នៅវីដេអូលោកគ្រូមហាជុំដាក់លេខ917ណាបាទ917ហើយសូមឲ្យលោកអ្នកដែលកើតឆ្នាំជូតហ្នឹងបាទដូចខ្ញុំប្រាប់ចឹងថាប្រយ័ត្នប្រយែងបាទប្រយ័ត្នប្រយែងកុំឲ្យមានបញ្ហាណាកើតឡើងឲ្យសោះបើមានរឿងណាបំរុងឆ្លោះហើយអត់ទៅកុំឆ្លោះព្រោះវាអត់បានប្រយោជន៍ទេបាទវាអត់បានប្រយោជន៍កាលណាតែឆ្លោះវាខាតលៀបតែឆ្លោះវាខាតខាតលៀបខាតហេងបាទអញ្ចឹងកុំឲ្យសោះអញ្ចឹងបន្តមកទៀតខ្ញុំសូមបញ្ចប់លោកអ្នកកើតឆ្នាំជូតត្រឹមប៉ុណ្្នឹងបាទត្រឹមប៉ុណ្្នឹងឯងឆ្នាំជូតណាជូនពរឲ្យសុខសប្បាយជូនពរឲ្យសំណាងល្អជូនពរឲ្យហេងបន្តមកទៀតខ្ញុំសូមទូទាយជូនដល់កូនចៅដែលកើតនៅឆ្នាំឆ្លូវបាទឆ្នាំឆ្លូវរាសីរបស់អស់លោកអ្នកគឺមធ្យមឆ្នាំឆ្លូវរាសីមធ្យមលេខសំណាង179បាទលេខសំណាង179ពណ៌សំណាងពណ៌ទឹកក្រូចបាទទឹកក្រូចណាបាទឆ្នាំឆ្លូវរាសីមធ្យមលេខសំណាង179ពណ៌សំណាងគឺពណ៌ទឹកក្រូចអញ្ចឹងកូនចៅដែលកើតនៅឆ្នាំឆ្លូវសូមកូនចៅទាំងអស់ខមមិនលេខ179ហើយ share វីដេអូលោកគ្រូដាក់លេខ179បាទឆ្នាំឆ្លូវគឺរាសីរបស់អស់លោកអ្នកមធ្យមកិច្ចការងារលក់ដូររកស៊ីប្រចាំថ្ងៃគឺអ្នកកើតឆ្នាំឆ្លូវគឺល្អណាល្អអត់មានបញ្ហាអីដែលរាំងស្ទះហើយក៏អត់មានបញ្ហាអីដែលធ្វើឲ្យយើងនឹងមិនសប្បាយចិត្តមិនរីករាយហើយក៏មិនចម្រើនរុងរឿងដែរអញ្ចឹងលោកអ្នកដែលកើតឆ្នាំឆ្លូវរាសីមធ្យមពណ៌សំណាងពណ៌ទឹកក្រូចអញ្ចឹងលោកអ្នកកើតឆ្នាំឆ្លូវត្រូវពាក់អាវពណ៌ទឹកក្រូចណាបាទហើយបើនិយាយពីចេតារាសីរបស់អស់លោកអ្នកគឺអត់អីទេប៉ុន្តែស្អែកលោកអ្នកកើតឆ្នាំឆ្លូវនឹងត្រូវមានការប្រុងប្រយ័ត្នដែរបាទប្រុងប្រយ័ត្នដែរគឺប្រយ័ត្នឈឺបាទគឺប្រយ័ត្នឈឺណាបាទអញ្ចឹងលោកអ្នកកើតឆ្នាំឆ្លូវគឺប្រយ័ត្នឈឺ
ហើយសុខភាពជាចម្បងអ្នកខ្លះកើតឆ្នាំឆ្លូវគឺឈឺចាប់ពីថ្ងៃនេះទៅហើយបាទឈឺចាប់ពីពេលនេះទៅហើយអញ្ចឹងលោកអ្នកដែលកើតឆ្នាំឆ្លូវគឺត្រូវតបន្តិចណាកុំឲ្យឈឺបាទថែរក្សាសុខភាពថែរក្សាការពារព្រោះឥឡូវនេះមេឃក្តៅអញ្ចឹងទៅល្ងាចឡើងភ្លៀងក្តៅអញ្ចឹងទៅគឺល្ងាចឡើងភ្លៀងដល់ពេលអញ្ចឹងទៅធ្វើឲ្យវាអាកាសធាតុមានការប្រែប្រួលហើយខ្លួនប្រាណយើងវាមិនទាន់ស៊ាំវាអាចធ្វើឲ្យយើងនឹងឈឺអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងកុំឲ្យឈឺណាលោកអ្នកកើតឆ្នាំឆ្លូវគឺសូមឲ្យការពារតែម្យ៉ាងគត់នៅថ្ងៃស្អែកហ្នឹងគឺកុំឲ្យឈឺអញ្ចឹងបន្តមកទៀតណាលោកអ្នកកើតឆ្នាំខាលរាសីរបស់អស់លោកអ្នកមធ្យមបាទរាសីមធ្យមលេខសំណាង615ពណ៌សំណាងពណ៌ស៊ីលៀបអញ្ចឹងលោកអ្នកកើតឆ្នាំខាលនៅថ្ងៃស្អែកនេះសូមឲ្យលោកអ្នកខមមិននៅលេខសំណាងទៅបាទគឺលេខ615ហើយពាក់អាវពណ៌ស៊ីលៀបណាពណ៌ស៊ីលៀបបងប្អូនមួយចំនួនគឺមិនទាន់ស្គាល់ពណ៌ស៊ីលៀបទេបាទពណ៌ស៊ីលៀបហ្នឹងបងប្អូនពណ៌ស៊ីលៀបខ្ញុំពិបាកបរិយាយរឿងពណ៌ទៀតណាវាលឿងស្រាលបាទស្តៀងលឿងស្តៀងអីចឹងណាស៊ីលៀបហ្នឹងបាទមិនដឹងស្អីប្រកបទេខ្ញុំនឹងវាពិបាកនិយាយដែរវាស្តៀងលឿងបន្តិចតបែកព្រៃបន្តិចបាទហើយជាតបែកព្រៃច្រើនជាងអញ្ចឹងលោកអ្នកកើតឆ្នាំខាលរាសីមធ្យមលេខសំណាង615ពណ៌សំណាងគឺពណ៌ស៊ីលៀបអញ្ចឹងកូនចៅដែលកើតនៅឆ្នាំខាលនឹងសូមឲ្យលោកអ្នកខមមិនលេខ615បាទ share វីដេអូលោកគ្រូដាក់លេខ615រាសីរបស់លោកអ្នកមធ្យមលោកអ្នកកើតឆ្នាំខាលនៅថ្ងៃស្អែកនេះគឺកិច្ចការងារលក់ដូររកស៊ីអីគឺល្អជោគជ័យបាទល្អជោគជ័យរឿងរ៉ាវផ្សេងគឺអត់មានបញ្ហាអីទេការងារលក់ដូររកស៊ីប្រកបរបរអាជីវកម្មលក់ចេញទិញចូលអីលោកអ្នកកើតឆ្នាំខាលហ្នឹងគឺល្អអត់អីទេប៉ុន្តែថ្ងៃស្អែកសុំចិត្តណាគឺលេខគេថាប្រយ័ត្នមានចំនួនលេខគេថាប្រយ័ត្នមានចំនួនណាបាទចំនួនឆ្លោះទាស់តែងគ្នាចំនួនរឿងអីក៏ដោយចំនួនអាចមានចំនួនស្អែកហ្នឹងបាទគេលោតទៅជប់លៀងទៅផឹកស៊ីទៅវាប្រកែកគ្នាទៅនិយាយទៅប៉ះសម្ដីគ្នាទៅវាអាចឆ្លោះប្រកែកគ្នាអញ្ចឹងថ្ងៃស្អែកហ្នឹងគឺសូមឲ្យកូនចៅដែលកើតនៅឆ្នាំខាលហ្នឹងគឺប្រយ័ត្នរឿងចំនួនបាទប្រយ័ត្នប៉ុន្តែមិនមែនចំនួនក្តៅក្រហាយនៅក្នុងក្រុមគ្រួសារទេគឺចំនួនក្រៅផ្ទះបាទអញ្ចឹងបានន័យថានៅកន្លែងធ្វើការឬមួយការជួបជុំមិត្តភ័ក្តិម្នាក់ខ្លើយហ្នឹងគេលោមានបងគេមានជប់លៀងមានផឹកមានស៊ីឬមួយក៏និយាយគ្នានិយាយចុះនិយាយឡើងរឿងតូចវាទៅជារឿងធំបាទរឿងតូចទៅជារឿងធំអញ្ចឹងកូនចៅទាំងអស់សូមឲ្យមានការប្រយ័ត្នប្រយែងរឿងចំនួនឆ្លោះទាស់តែងគ្នានៅថ្ងៃស្អែកនេះបាទអញ្ចឹងប្រយ័ត្នណាបើសិនជាមើលតែមិនស្រួលដកថយកុំចង់ឈ្នះកុំចង់ចាញ់ពីព្រោះថាវាអត់បានផលប្រយោជន៍អីទេណាវាអត់បានផលប្រយោជន៍អីទេអញ្ចឹងសូមកូនចៅទាំងអស់មានការប្រយ័ត្នប្រយែងនៅរឿងទាំងអស់នេះឲ្យល្អណាបាទឲ្យល្អបើមិនអញ្ចឹងទេគឺមិនល្អទេបាទមិនល្អទេណាប្រយ័ត្នឲ្យមែនទេរឿងចំនួនអញ្ចឹងកូនចៅកើតឆ្នាំខាលរាសីមធ្យមលេខសំណាងគឺ615ពណ៌សំណាងពណ៌ស៊ីលៀបណាបាទជូនពរឲ្យសុខសប្បាយជូនពរឲ្យល្អឲ្យជោគជ័យបន្ទាប់មកទៀតខ្ញុំសូមទស្សទាយជូនដល់កូនចៅដែលកើតនៅឆ្នាំថោះបាទឆ្នាំថោះណាឆ្នាំថោះរាសីរបស់អស់លោកអ្នកគឺឡើងខ្ពស់ត្រដែតស្អែករាសីឆ្នាំថោះឡើងខ្ពស់ត្រដែតលេខសំណាងគឺលេខ762ពណ៌សំណាងគឺពណ៌ក្រហមអញ្ចឹងកូនចៅដែលកើតនៅឆ្នាំថោះសូមកូនចៅខមមិននៅលេខសំណាងរបស់យើងគឺលេខ762បាទលេខ762ពណ៌សំណាងគឺពណ៌ក្រហមអញ្ចឹងនៅថ្ងៃស្អែកនេះកិច្ចការងារអាជីវកម្មលក់ដូរប្រកបរបរលក់ចេញទិញចូលគឺមានភាពល្អប្រសើរបាទมันមានបញ្ហាអីកើតឡើងទេគឺល្អគ្រប់យ៉ាងទាំងអស់លោកអ្នកដែលកើតឆ្នាំថោះនឹងបាទល្អគ្រប់យ៉ាងលក់ដូររកស៊ីប្រកបរបរអាជីវកម្មលក់ចេញទិញចូលការងារអីទាំងអស់សម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងហ្នឹងគឺល្អណាអត់មានបញ្ហាអីដែលរាំងស្ទះអត់មានបញ្ហាអីដែល
มันល្អហើយក៏អត់មានបញ្ហាអីដែលធ្វើឲ្យលោកអ្នកពិបាកចិត្តធ្វើឲ្យលោកអ្នកកើតទុក្ខធ្វើឲ្យលោកអ្នកមានអីទេគឺអត់ត្រូវប្រយ័ត្នអីទេស្អែកហ្នឹងគឺល្អគ្រប់យ៉ាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំថោះអញ្ចឹងសូមជូនពរឲ្យកូនចៅដែលកើតនៅឆ្នាំថោះហ្នឹងឲ្យជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនហេងកុំភ្លេច comment លេខ762 share នៅវីដេអូលោកគ្រូដាក់លេខ762ណាជូនពរឲ្យជោគជ័យជូនពរឲ្យរីកចម្រើនជូនពរឲ្យល្អណាបាទបន្ទាប់មកទៀតលោកគ្រូមហាជុំសូមទូទាជូនដល់កូនចៅដែលកើតនៅឆ្នាំរោងរាសីរបស់អស់លោកអ្នកក៏ឡើងខ្ពស់ដដែលដែររោងរាសីរបស់អស់លោកអ្នកក៏ឡើងខ្ពស់ដដែលដែរណាបាទឆ្នាំរោងរាសីគឺឡើងខ្ពស់ដដែលបាទហើយលេខសំណាងសម្រាប់លោកអ្នកដែលកើតឆ្នាំរោងគឺលេខ482បាទលេខ482ចំណែកឯពណ៌សំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងគឺពណ៌ផ្កាឈូកណាពណ៌ផ្កាឈូកណាលោកអ្នកដែលកើតនៅឆ្នាំរោងអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងស្អែកនេះសូមខមមិនលេខសំណាងលេខ482ហើយពណ៌សំណាងពណ៌ផ្កាឈូកកិច្ចការងារលក់ដូររកស៊ីប្រកបរបរអាជីវកម្មផ្សេងសម្រាប់លោកអ្នកកើតឆ្នាំរោងគឺល្អប្រសើរអត់មានការអីដែលរាំងស្ទះអត់មានការអីដែលមិនល្អអត់មានការអីដែលមិនជោគជ័យទេបាទគឺល្អគឺរលូនគឺធ្វើអីក៏សមប្រកបដែរធ្វើអីក៏ចម្រើនរុងរឿងដែរណាបាទលោកអ្នកដែលកើតនៅឆ្នាំជូតនឹងគឺល្អប្រសើរហើយក៏ជោគជ័យហើយក៏រីករាយដែរអត់មានអីដែលមិនល្អអត់មានអីដែលកើតទុកទេគឺល្អណាស់បាទអញ្ចឹងសូមជូនពរឲ្យកូនចៅដែលកើតនៅឆ្នាំរោងនេះដែលមានលេខសំណាង482លេខសំណាង482ពណ៌សំណាងពណ៌ផ្កាឈូកនឹងជូនពរឲ្យកូនចៅទាំងអស់បាទបានចម្រើនរុងរឿងបានជោគជ័យបានអីក៏ល្អគ្រប់យ៉ាងណាបាទអញ្ចឹងសូមជូនពរឲ្យហេងជូនពរឲ្យជោគជ័យកុំភ្លេច comment លេខសំណាង482 share វីដេអូលោកគ្រូមហាជុំដាក់លេខ482បន្តមកទៀតលោកគ្រូសូមទូទាយឲ្យកូនចៅបន្តទៀតណាបាទបន្តទៀតគឺកូនចៅដែលកើតនៅឆ្នាំម្សាញ់រាសីរបស់អស់លោកអ្នកនៅថ្ងៃអង្គារលោកអ្នកដែលកើតឆ្នាំម្សាញ់រាសីមធ្យមបាទរាសីមធ្យមលេខសំណាងគឺលេខ394ពណ៌សំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់បាទពណ៌សំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់គឺពណ៌បៃតងបាទគឺពណ៌បៃតងអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំម្សាញ់រាសីមធ្យមលេខសំណាង394ពណ៌សំណាងពណ៌បៃតងស្អែកនេះគឺលោកអ្នកដែលធ្វើកិច្ចការងារអីគឺភាគច្រើនគឺរលូនអត់មានបញ្ហាអីដែលធ្វើឲ្យកូនចៅមិនសប្បាយចិត្តទេបាទការងារលក់ដូរអីរកស៊ីអីគឺល្អណាគឺល្អគ្រប់យ៉ាងប៉ុន្តែបងប្អូនកលេចមករឿងរ៉ាវដែលត្រូវប្រយ័ត្នវិញគឺស្អែកហ្នឹងគឺត្រូវមានគេចាប់កំហុសស្អែកហ្នឹងត្រូវមានគេចាប់កំហុសណាស្អែកហ្នឹងគឺត្រូវមានគេចាប់កំហុសហើយអញ្ចឹងលោកអ្នកត្រូវប្រយ័ត្នពីព្រោះថាមនុស្សយើងតែគេចាប់កំហុសហើយគឺយើងធ្វើអីក៏មិនត្រូវដែរគឺយើងធ្វើអីក៏អត់ត្រូវដែរធ្វើអីក៏ខុសដែរអញ្ចឹងបើសិនជាមានគេតាមចាប់កំហុសហើយគឺធ្វើអីក៏ខុសដែរអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំម្សាញ់ស្អែកហ្នឹងគឺត្រូវប្រុងប្រយ័ត្នហើយត្រូវប្រុងធៀបខ្លួនកុំឲ្យមានចំណុចខ្សោយត្រូវធៀបខ្លួនកុំឲ្យមានគេហៅថាចំណុចខ្សោយដែលគេអាចសកត់យើងបានបើដឹងតែគេចាប់កំហុសយើងហើយយើងប្រឹងប្រែងធ្វើការយើងប្រឹងប្រែងរកស៊ីយើងប្រឹងប្រែងប្រកបនៅកិច្ចការងារអីដែលល្អគឺអត់មានអ្នកណាមកចាប់កំហុសយើងបានទេប៉ុន្តែបើយើងមានចំណុចខ្សោយហើយគឺគេចាប់យើងហើយបាទប៉ុន្តែបើសិនជាយើងមានចំណុចខ្សោយហើយគឺគេចាប់យើងហើយអញ្ចឹងតែគេចាប់ហើយគឺខុសហើយអត់មានអីណាអីណីទៅវែងឆ្ងាយទៅឆ្វេងទៅស្ដាំទេអញ្ចឹងបងប្អូនត្រូវមានការប្រយ័ត្នប្រយែងនៅរឿងទាំងអស់នេះត្រូវមានការប្រយ័ត្នប្រយែងកុំឲ្យមានគេចាប់កំហុសណាកុំឲ្យមានគេចាប់កំហុសដូចខ្ញុំនិយាយចឹងទៅរឿងគេចាប់កំហុសគេចាប់ហើយ
ប៉ុន្តែយើងព្យាយាមកុំឲ្យមាននេះហ่ะកុំឲ្យមានចំណុចខ្សោយឲ្យគេចាប់អីចឹងវាអត់អីទេវារលូនហើយប៉ុន្តែបើសិនជាធ្វើអីខ្ជះខ្ជាអាហ្នឹងគេចាប់កំហុសគឺខុសហើយណាបាទប្រយ័ត្នប្រយែងឲ្យមែនតែនបន្ទាប់មកទៀតគឺខ្ញុំសូមទូទាយជូនដល់បងប្អូនកូនក្មួយដែលកើតនៅឆ្នាំនេះម្ដងឆ្នាំមមីបាទមមីរាសីរបស់អស់លោកអ្នកសម្រាប់ថ្ងៃអង្គារគឺរាសីលោកអ្នកដែលកើតនៅឆ្នាំមមីហ្នឹងនៅថ្ងៃស្អែកហ្នឹងរាសីរបស់លោកអ្នកក៏មធ្យមដែររាសីលោកអ្នកដែលកើតឆ្នាំមមីហ្នឹងបាទក៏មធ្យមដែរហើយលេខសំណាងគឺលេខ239ពណ៌សំណាងពណ៌ប្លែកណាពណ៌ប្លែកគឺខ្មៅបាទពណ៌ប្លែកគឺពណ៌ខ្មៅអញ្ចឹងលោកអ្នកដែលកំពុងតែកើតឆ្នាំមមីបាទលោកអ្នកកំពុងតែកើតឆ្នាំមមីហ្នឹងគឺសូមឲ្យកូនចៅទាំងអស់បាទដែលតាមដានទស្សនាហ្នឹងខមមិនលេខ239 share នៅវីដេអូលោកគ្រូដាក់លេខ239ហើយពណ៌សំណាងគឺពណ៌ខ្មៅសម្រាប់កូនចៅដែលកើតនៅឆ្នាំមមីថ្ងៃស្អែកនេះកុំទៅណាឆ្ងាយណាបាទថ្ងៃស្អែកនេះកុំទៅណាឆ្ងាយហាមទៅឆ្ងាយបាទប្រយ័ត្នតែថាធ្វើដំណើរផ្លូវឆ្ងាយអីគឺហាមបន្តិចអីឆ្នាំមមីលេខអត់ល្អទេលេខគេបានផ្ដាំថាមិនឲ្យយើងធ្វើដំណើរទៅផ្លូវឆ្ងាយទេអញ្ចឹងបើសិនជាកូនធ្វើដំណើរទៅផ្លូវឆ្ងាយអានឹងត្រូវមានការប្រយ័ត្នប្រយែងបន្តិចបាទអត់ល្អទេអញ្ចឹងហាមលេយ៉ាងម៉េចកុំធ្វើដំណើរផ្លូវឆ្ងាយអីទៅណាទៅចិត្តទៅបាទបើមិនចាំបាច់អានឹងផ្អាកជិះកង់ផ្អាកជិះម៉ូតូសិនទៅនៅសំងំនៅផ្ទះមួយថ្ងៃទៅបាទពីព្រោះវាអត់បានផលចំណេញហើយវាក៏មិនបានអ្វីមកវិញដែរអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីនៅថ្ងៃស្អែកហ្នឹងគឺកុំទៅណាឆ្ងាយប៉ុន្តែបើនិយាយពីរឿងកិច្ចការងារបើយើងអ្នកលក់ដូររកស៊ីបើយើងអ្នកធ្វើអាជីវកម្មអីផ្សេងគឺលោកអ្នកកើតឆ្នាំមមីគឺអត់មានហាម5អីទេគឺល្អហើយក៏ទៅណាទៅគឺជោគជ័យហើយក៏រីកចម្រើនរកស៊ីអីចឹងទៅប៉ុន្តែតមតែម្យ៉ាងទៅគឺកុំធ្វើដំណើរទៅផ្លូវឆ្ងាយអីកុំធ្វើដំណើរទៅផ្លូវឆ្ងាយអីណាបាទវាអត់មានភាពល្អប្រសើរសម្រាប់យើងទាំងអស់គ្នាទេអញ្ចឹងខ្ញុំសូមជូនពរឲ្យកូនចៅទាំងអស់ឲ្យមានភាពរីកចម្រើនឲ្យលក់ដូរដាច់ឲ្យរកស៊ីមានបានឲ្យតិចជុំឲ្យជោគជ័យឲ្យរីកចម្រើនទាំងអស់គ្នាណាបាទសូមគោរពជូនពរកូនចៅទាំងអស់គ្នាពីចម្ងាយណាបាទឲ្យល្អឲ្យជោគជ័យឲ្យរីកចម្រើនបន្តទៀតខ្ញុំដល់កូនចៅដែលកើតនៅឆ្នាំមមែបាទមមែរាសីរបស់អស់លោកអ្នកក៏មធ្យមដែរបាទរាសីលោកអ្នកក៏មធ្យមដែរហើយពណ៌សំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមែហ្នឹងបាទពណ៌សំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមែគឺពណ៌លឿងណាបាទពណ៌លឿងអញ្ចឹងកូនចៅដែលកើតនៅឆ្នាំមមែគឺរាសីមធ្យមពណ៌សំណាងគឺពណ៌លឿងបាទកូនចន្ទធីជាវទាំងព្រះម៉ែធរណីជាវទាំងខ្សែដៃស្រូបលុយលោកគ្រូឥឡូវយកមកលក់ដាច់ខ្លាំងណាស់បាទអរគុណកូនរបស់គ្រូមហាជុំគឺមិនមែនរបស់ដែលចេះតែអួតរបស់គ្រូមហាជុំមិនមែនរបស់ដែលចេះតែថាទេណាព្រោះខ្ញុំគ្រូត្រឹមត្រូវខ្ញុំរៀនសូត្រចេះដឹងត្រឹមត្រូវខ្ញុំមិនមែនអ្នកលក់អនឡាញទេអញ្ចឹងរបស់ដែលចេញពីខ្ញុំគឺសិតតែឆ្លងកាត់ការប្រសិទ្ធិពលីការត្រឹមត្រូវហើយនឹងជូនឲ្យធ្វើអីគឺល្អហើយនឹងរលូនហើយនឹងឲ្យកូនចៅបានជោគជ័យគ្រប់គ្នាអញ្ចឹងណាបាទអញ្ចឹងកូនចៅដែលជារបស់គ្រូមហាជុំទៅគឺមិនខកបំណងទេបាទមិនខកបំណងទេណាបាទឥឡូវនេះតដល់ឆ្នាំមមែកូនសេមម៉ូលីក៏ថាលោកគ្រូមិនទាន់មើលឆ្នាំមមីផងទេមើលហើយខ្ញុំកត់ទុកច្បាស់លាស់ណាស់បាទខ្ញុំណូតទុកច្បាស់លាស់ណាស់ហើយកូនសិស្សខ្ញុំប្រាប់ប្រហែលដងគេមើលហើយឯងកូនឯងចាំស្ដាប់ក្រោយម្ដងទៀតណាហើយកូនឯងមើលឆ្នាំទៅមុខសិនទៅពេលដែលលោកអ៊ីឡាយចប់ចាំកូនឯងមើលម្ដងទៀតអញ្ចឹងឆ្នាំមមែរាសីមធ្យមពណ៌សំណាងពណ៌លឿងលេខសំណាង529អញ្ចឹងកូនចៅដែលកើតនៅឆ្នាំមមែសូមកូនចៅបាទខមមិនលេខ529ហើយ share នៅវីដេអូលោកគ្រូមហាជុំ
ដាក់លេខ529បាទដាក់លេខ529ណាអ្នកកើតឆ្នាំមមែគឺមមែរាសីមធ្យមការងារលក់ដូររកស៊ីប្រកបរបរអាជីវកម្មផ្សេងគឺអត់មានបញ្ហាទេគឺរលូនណាមានមានភៀវមានអតិថិជនមកច្រើនប៉ុន្តែលោកអ្នកកើតឆ្នាំមមែគឺត្រូវប្រយ័ត្នសុខភាពលោកអ្នកកើតឆ្នាំមមែត្រូវប្រយ័ត្នសុខភាពបាទប្រយ័ត្នសុខភាពណាព្រោះថាសុខភាពលោកអ្នកដែលកើតនៅឆ្នាំមមែហ្នឹងគឺស្អែកអត់សូវល្អទេប្រយ័ត្នឈឺបាទប្រយ័ត្នឈឺណាអ្នកកើតឆ្នាំមមែត្រូវថែទាំសុខភាពឲ្យមែនតែនបើមិនថែទាំទេគឺលេខលោកអ្នកត្រូវឈឺហើយណាបាទអញ្ចឹងត្រូវប្រយ័ត្នសុខភាពត្រូវប្រយ័ត្នឲ្យមែនតែនណាប្រយ័ត្នឲ្យមែនតែនកុំឲ្យឈឺប្រយ័ត្នឈឺណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំមមែអត់មានភ័យព្រួយរឿងអីទេភ័យព្រួយទៅរឿងមួយយ៉ាងទេរឿងឈឺអញ្ចឹងប្រយ័ត្នសុខភាពថែសុខភាពកុំឲ្យឈឺឆ្នាំមមែណាបាទប្រយ័ត្នឈឺតែប៉ុណ្្នឹងឯងបន្ទាប់មកទៀតសូមទូទាយជូនដល់ឆ្នាំវោកណាកូនចៅណាបាទលោកអ្នកដែលកើតឆ្នាំវោកអង្គាហ្នឹងគឺវោករាសីលោកអ្នកក៏មធ្យមដែរបាទរាសីលោកអ្នកក៏មធ្យមដែរហើយលេខសំណាងគឺលេខ956លេខសំណាងគឺលេខ956ពណ៌សំណាងគឺពណ៌បាទពណ៌សំណាងគឺពណ៌ខៀវណាបាទពណ៌ខៀវកូនឡាយផេនកូនឯងសំទុះកូនបងធីកូនឯងជាវកូនឯងឆាតចូលពេកតិចទៅបាទកូនឯងឆាតចូលពេកតិចទៅណាបាទឆាតចូលពេកតិចទៅកូនឆាតចូលពេកតិចទៅណាបាទចឹងតាឥឡូវនេះដល់ឆ្នាំវោកហ្នឹងគឺរាសីមធ្យមបាទមធ្យមណាបាទលេខសំណាងគឺលេខ956ពណ៌សំណាងគឺពណ៌ខៀវបាទកិច្ចការងារលក់ដូររកស៊ីអាជីវកម្មលក់ដូរអីគឺល្អអ្នកកើតឆ្នាំវោកនេះអត់អីទេស្អែកធ្វើអីគឺរលូនធម្មតាធ្វើអីគឺរលូនធម្មតាអ្នកកើតឆ្នាំវោកហ្នឹងប៉ុន្តែក៏មានរឿងមួយចំនួនដែលត្រូវប្រយ័ត្នប្រយែងបាទដែលត្រូវប្រយ័ត្នប្រយែងណាអ្នកកើតឆ្នាំវោកស្អែកកុំចាក់ឆ្នោតស្អែកគេឲ្យចាក់ឆ្នោតទេគេថាកុំចាក់ឆ្នោតណាទៅចាក់ឆ្នោតត្រូវចាញ់ហើយបាទកុំចាក់ឆ្នោតអ្នកកើតឆ្នាំវោកស្អែកនិយាយគ្នាហើយណាកុំចាក់ឆ្នោតកុំចាក់កតុយលេខបាទអញ្ចឹងកូនចៅណាដែលកើតឆ្នាំវោកហើយចូលចិត្តលេងឆ្នោតចូលចិត្តចាក់កតុយលេខចូលចិត្តលេងល្បែងស៊ីសងលេងភ្នាល់លេងអីហ្នឹងគឺហាមដាច់ខាតអត់ឲ្យទេពីព្រោះថារាសីរបស់យើងអ្នកកើតឆ្នាំវោកស្អែកហ្នឹងគឺតែចាក់តែភ្នាល់ចាញ់គេតែចាក់តែភ្នាល់គឺចាញ់គេហើយអញ្ចឹងស្អែកលេងយ៉ាងម៉េចគឺហាមកុំចាក់កុំភ្នាល់កុំអីទាំងអស់ណាបាទបើសិនតែហ៊ានតែចាក់ហ៊ានតែភ្នាល់ហ្នឹងគឺចាញ់គេហើយបាទគឺมันល្អទេឈុនបូរាខ្សែកលោកគ្រូយកមកលក់ដាច់សាហាវណាស់ខ្សែកកញ្ជ្រោងហ្នឹងបាទគឺបកែស័ក្តិសិទ្ធិមែនបាទបកែស័ក្តិសិទ្ធិណាស់កូនគឺបកែមែនតែនខ្សែកហ្នឹងមានអាចជាវបានណាបុរាណណាមានមួយខ្សែ35ខ្សែកកញ្ជ្រោងបាទជាវបានអញ្ចឹងឥឡូវនេះខ្ញុំសូមទួទាយជូនបន្តទៀតបាទមិញនេះចូលដល់ឆ្នាំវោកគឺតមមិនឲ្យចាក់ឆ្នោតកុំចាក់ឆ្នោតបាទកុំឲ្យចាក់ឆ្នោតតែចាក់ឆ្នោតគឺមិនបានទេចាក់ឆ្នោតដឹងថាខុសហើយបាទតែខុសហើយគឺអស់លុយហើយគឺមិនដឹងបានណាអីជួយណាទេអស់លុយឯងបានណាជួយទៀតបាទចឹងឥឡូវនេះគឺសូមឲ្យទូទាយឲ្យកូនចៅដែលកើតនៅឆ្នាំរកាម្ដងបាទលោកអ្នកដែលកើតឆ្នាំរការាសីរបស់លោកអ្នកឡើងខ្ពស់តដែតស្អែកអ្នកកើតឆ្នាំរកាឡើងខ្ពស់តដែតលេខសំណាង438ពណ៌សំណាងពណ៌ទឹកមាសបាទលេខសំណាងលេខ438បាទ438ពណ៌សំណាងពណ៌ទឹកមាសរាសីឡើងខ្ពស់តដែតកូនចៅដែលកើតនៅឆ្នាំរកាសូមឲ្យកូនចៅខមមិនលេខ438 share វីដេអូលោកគ្រូដាក់លេខ438ពណ៌សំណាងពណ៌ទឹកមាស
ហើយរាសីឡើងខ្ពស់តដែតកិច្ចការងារលក់ដូររកស៊ីសម្រាប់លោកអ្នកកើតឆ្នាំរកាគឺស្អែកនេះល្អណាស់អារម្មណ៍សប្បាយចិត្តរីករាយប្តីប្រពន្ធស្រឡាញ់គ្នាមានលៀបមានជ័យយោគយល់គ្នាផ្អែមល្ហែមជាមួយគ្នាធ្វើអីក៏កាក់កបធ្វើអីក៏រីករាយធ្វើអីក៏ជោគជ័យអញ្ចឹងថ្ងៃស្អែកនេះគឺចម្រើនរុងរឿងធ្វើអីក៏ល្អដែរណាអត់មានបញ្ហាអីដែលមករៀងរាដែលឲ្យយើងនឹងឈឺក្បាលវិលមុខអីអត់ទេអញ្ចឹងកូនចៅដែលកើតនៅឆ្នាំរកាហ្នឹងសូមខមមិនលេខ438ហើយ share វីដេអូលោកគ្រូដាក់លេខ438ណាស្អែកហ្នឹងគឺហេងមានលៀបមានជ័យសុខសប្បាយណាសូមជូនពរដល់កូនចៅដែលកើតនៅឆ្នាំរកាហ្នឹងសូមឲ្យបានល្អដោយបំណងសូមឲ្យធ្វើអីគឺបានរលូនសូមឲ្យធ្វើអីគឺបានដោយគេហៅថាបានដោយបុណ្យបានដោយសិលបានដោយធម៌ណាបាទគឺល្អណាស់បាទបន្ទាប់ពីរកាចូលដល់ចលោកអ្នកដែលកើតនៅឆ្នាំចលេខសំណាងគឺ144ឆ្នាំចលេខសំណាង144ពណ៌សំណាងគឺពណ៌ផ្ទៃមេឃបាទរាសីឡើងខ្ពស់ត្រដែតលោកអ្នកដែលកើតនៅឆ្នាំចគឺរាសីរបស់អស់លោកអ្នកឡើងខ្ពស់ត្រដែតណាស្អែកនឹងឡើងខ្ពស់បាទលេខសំណាង144ពណ៌សំណាងពណ៌ផ្ទៃមេឃរាសីឡើងខ្ពស់កិច្ចការងារលក់ដូររកស៊ីប្រកបរបរអាជីវកម្មផ្សេងសម្រាប់លោកអ្នកកើតឆ្នាំចនៅថ្ងៃស្អែកនេះគឺរលូនបាទរលូនណាអត់មានអីដែលមិនល្អអត់មានអីដែលពិបាកចិត្តអត់មានអីដែលធ្វើឲ្យយើងរាំងស្ទះហើយអត់មានអីដែលធ្វើឲ្យយើងនឹងមិនសូវសប្បាយចិត្តមិនសូវរីករាយមិនសូវគេហៅថាមិនជោគជ័យទេបាទគឺល្អច្រើនបាទអញ្ចឹងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំចហ្នឹងគឺថ្ងៃស្អែកហ្នឹងគឺមានលៀបមានជ័យហូរចូលហើយធ្វើអីក៏បានដែរប៉ុន្តែបើចង់បានលៀបបានជ័យកាន់តែបានហ្នឹងកុំភ្លេច comment លេខសំណាងទៅគឺលេខ144ហើយក៏កុំភ្លេច share នៅវីដេអូលោកគ្រូមហាជុំដាក់លេខ144ដូចគ្នាណាអ្នកកើតឆ្នាំចគឺល្អជោគជ័យរីកចម្រើនធ្វើអីក៏សមប្រកបដែរអ្នកកើតឆ្នាំចណាបាទបន្ទាប់មកទៀតខ្ញុំសូមទូទាយជូនដល់កូនចៅដែលកើតនៅឆ្នាំកុលបាទកុលកូនពៅគេក៏រាសីឡើងខ្ពស់ដែរកុលកូនពៅគេក៏រាសីឡើងខ្ពស់ដែរលេខសំណាងលេខសំណាងលេខ276លេខសំណាងលេខ276ពណ៌សំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំកុលពណ៌សំណាងសម្រាប់កូនចៅដែលកើតនៅឆ្នាំកុលបាទគឺពណ៌ដីបាទពាក់ឲ្យពណ៌ដីពណ៌ក្បឿងណាពណ៌សារមន្ទីរជាតិបងប្អូនណាមិនដែលស្គាល់ពណ៌ដីទៅមើលពណ៌សារមន្ទីររាសីខ្ពស់ឡើងខ្ពស់បាទឆ្នាំកុលរាសីឡើងខ្ពស់ណាស់ស្អែកនឹងកាក់កបកិច្ចការងារអីគឺរលូនមិនអីទេបាទគឺល្អហើយក៏ជោគជ័យអញ្ចឹងលោកអ្នកដែលកើតឆ្នាំកុលមួយទៀតបាទរាសីប្រចាំថ្ងៃអង្គារហ្នឹងគឺឡើងខ្ពស់តដែតបាទលេខសំណាង276ពណ៌សំណាងគឺពណ៌ដី276កូនហុងលេងមិនមែន286ទេកុំឲ្យច្រឡំខមមិនម្ដងទៀតណាបាទលោកអ្នកកើតឆ្នាំកុលលេខសំណាង276ពណ៌សំណាងពណ៌ដីរាសីឡើងខ្ពស់តដែតថ្ងៃស្អែកគឺធ្វើកិច្ចការងារអ្វីគ្រប់យ៉ាងគឺល្អអត់មានបញ្ហាអីដែលរាំងស្ទះហើយអត់មានបញ្ហាអីដែលមិនល្អមិនជោគជ័យទេគឺមានលុយហូរចូលកាក់កបរីកចម្រើនលក់ដូរដាច់សុខសប្បាយសំណាងល្អណាស់បាទធ្វើអីក៏ល្អធ្វើអីក៏រីកចម្រើនធ្វើអីក៏ហេងធ្វើអីក៏ចម្រើនដែរអញ្ចឹងជូនពរដល់លោកអ្នកដែលកើតឆ្នាំកុលសូមឲ្យលោកអ្នកមានលៀបមានជ័យគឺហេងបាទអញ្ចឹងរាសីសម្រាប់ឆ្នាំទាំង12បាទមានឆ្នាំជូតឆ្លូវខាលថោះរោងម្សាញ់ម៉ូមីម៉ូម៉ែវោករោកាចកុលឆ្នាំទាំង12នៅក្នុងថ្ងៃនេះគឺខ្ញុំបានមើលជូនហើយគឺ for tomorrow បើថាសម្រាប់ថ្ងៃស្អែកមើលថ្ងៃនេះទុកថ្ងៃស្អែក
chẳng con trai đại cầm phong tam đan tu sanh nó đằng ấy ấy có phong bạch giặt bà hai có triêm tầm bay từ tu liệp từ tu cháy nát đời không đi tây ní mưa tục sai nhá mình men mưa ngày nâng tết nát chám mà đi sấy cứ đi sấy sầm hay sai tê bẹp tàng đi sấy bẹp tàng po sầm nang bẹp tàng à vay sọc cà sọc về lia tàng ọt miên ao con trai của bạn chất qua trở lo ấy tê chẳng con trai từng rỉ con trai từng rỉ hai có từ tua nơi ở vay đây chỉ điệp chơi được bao dương nát bà hai nhom chấm miếp tiếp ha miên tai ông pơ là miên tai sạch cái đây là tai mùi một cốt đài chui ở dương đi chầm ra đài chui ở dương trục chơi đài chui ở dương thưa ấy tới cả cổ bà ria xây phu dương sang à cái đó có ria xây mà ai tiên dương ở là bàn này chẳng ria xây phu hai sang là tiết cứ dương là dương đi chầm ra nát bà nhung chụp miếp chún tha tê và đa thay để xa dương to thì dương nó chia mà nư lo hai bài dương mà nư ở khó tê và đa ở thay ở xa mà nư ở khó tê chẳng con cháu nhung cụ mà hai chúng nơi không đi tây đi xôm của rúp con cháu hay xôm của rúp chun po đo con cháu tự xôm chuột ta đang cái đây sóc cái đây chầm ra cho nên mía sập tới và có cách ca nghe với bàn đôi bầm nón pong bạc na bà cứ chụp chơi đi chầm ra nhưng mà hai chung cụ mà hai chung con chụp miệp lia chun po sọc sờ bài nát